សេដ្ឋកិច្ចបង្ហាញថាគម្រោងនេះនឹងផ្ដល់ផលចំណេញខ្ពស់ក្នុងអត្រាប្រមាណ 15.27% ដែលជាអត្រាចំណេញខ្ពស់ពីការវិនិយោគលើគម្រោងកសាងផ្លូវជាតិហើយជាបងប្អូនខ្លះឆ្ងល់ចំលឺសូរតែចំណេញ 5-10% តិចបងលុយដែរព្រោះគេកាល់កាឡេចំណេញនឹងភាគច្រើនក្រុមហ៊ុនវិនិយោគហើយគេបងលុយដោយផ្លូវលបឿនលឿនអញ្ចឹងចុះអា 15% វា 27% នឹងគិតជាចំណេញស្អីទៅប៉ុន្តែផ្លូវនេះអត់បងលុយទេផ្លូវនេះគឺដូចខ្ញុំនិយាយជាកម្ចីនិងបរិភាគរបស់រដ្ឋាភិបាលដែលរដ្ឋវិនិយោគប៉ុន្តែផលចំណេញទៅពីណាទៅប្រជាពលរដ្ឋអញ្ចឹងផល 15% ជាងនេះគឺផលស្អីផលចំណេញពីការដឹកជញ្ជូនវែងនៅតែ45គីឡូដដែលតែកាលមុនជិះ1ម៉ោងឥឡូវផ្លូវប៉ុណ្ណេះជិះប្រហែលជាកន្លះម៉ោងផ្លូវឡើង4គីឡូទៅ2មក2អញ្ចឹងផលនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលនៅចន្លោះពីស្គុនមកធ្វើដំណើរបានលឿនជាងមុនចំណាយដឹកកសិផលក៏បានចំណាយតិចជាងមុនព្រោះតឡានប្រឆេះគិតនាទីគិតគីឡូថ្លៃប្រេងតែបើគីឡូដដែលតែនាទីអាចបើកលឿនជាងមុនទី2ការខូចខាតទៅលើរថយន្តទៅលើអីផ្សេងក៏មានកម្រិតចឹងជាពិសេសកសិផលរបស់ប្រជាពលរដ្ឋប៉ុន្តែមិនត្រឹមតែកសិផលទេចំពោះការវិនិយោគចន្លោះនេះក៏អាចតាក់ទាញបន្ថែមនៅការបើកនៅវិស័យឧស្សាហកម្មបើករោងចក្របើកកន្លែងផលិតបើកហាងអីផ្សេងគម្រោងសាងសង់ឡើងវិញកំណត់ផ្លូវជាតិលេខ7មានប្រវែង 45.489 គីឡូម៉ែត្រចាប់ពីរង្វង់មូលស្គុនដល់រង្វង់មូលគល់ស្ពានគីហ្សូណាត្រូវបានស្ថាបនាជាប្រភេទផ្លូវបេតុងកៅស៊ូកម្រាស់9សង់ទីម៉ែត្រនិងសរសៃបេតុងដែកកម្រាស់26សង់ទីម៉ែត្រមានកន្លងផ្លូវធ្វើចរាចរណ៍ចំនួន4កន្លង2កន្លងទៅ2កន្លងមកដោយកន្លងនីមួយៗមានប្រវែង 3.75 ម៉ែត្រនិងមានសួនពុះទ្រូងផ្លូវប្រវែង 1.5 ម៉ែត្រកំណត់ផ្លូវជាតិនេះបានរួមបញ្ចូលនៅការសាងសង់ស្ពានចំនួន8កន្លែងក្នុងនោះស្ពានថ្មីមួយកន្លែងមានប្រវែង40ម៉ែត្រមានទទឹង24ម៉ែត្រនិងស្ពានថ្មីចំនួន6កន្លែងផ្សេងទៀតមានប្រវែងសរុប106ម៉ែត្រមានទទឹង12ម៉ែត្រនិងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន1កន្លែងហើយខ្ញុំជឿថាបងប្អូនប្រជាពលរដ្ឋនៅទីនេះក៏មានការសប្បាយចិត្តហើយខ្ញុំក៏សូមអរគុណណាស់ចំពោះប្រជាពលរដ្ឋបាទចំពោះប្រជាពលរដ្ឋដែលព្រោះនៅតាមបណ្ដោយផ្លូវដែលគ្រប់គ្រងទៅដល់ការធ្វើផ្លូវការពង្រីកផ្លូវដែលធ្វើផ្លូវថ្មីពីមុនយើងសល់ដីច្រើនមកផ្ទះប៉ុន្តែផ្លូវតូចតែឥឡូវយើងសល់ដីតូចជាងមុនប៉ុន្តែផ្លូវបានលឿនបម្រើទៅដល់ការធ្វើដំណើរដល់សេដ្ឋកិច្ចរបស់យើងបានច្រើន